បាទជំរាបសួរលោកគ្រូនេះយើងធ្វើការ install ទៅលើបច្ចេកមួយគឺ install web server ដំបូងគឺយើង pin ទៅខាង internet ហ្នឹងសិនអូខេឥឡូវយូរតួអញ្ចឹងគឺមាន internet ហើយតោះទៅគឺយើងធ្វើការ update ទៅលើ activity មួយឥឡូវយើងធ្វើការរងចាំវាសិនទៅអូខេឥឡូវរួចរាល់ហើយតោះមកទៀតគឺយើងធ្វើការទៅ install ទៅលើ web server គឺ Apacheបន្តមកទៀតយើងធ្វើការឆែកមើលថា Apache គឺវាបានដំណើរការនៅកន្លែង system.ctl status Apache 2 service នេះគឺ Apache វាដំណើរការហើយបន្តទៀតយើងធ្វើការទៅ test hosting វាមួយឬវាយ host ណាដល់ឲ្យដើម្បីយើងយកវាទៅ test ទី IP របស់យើងគឺបាន 192.168.20 ការ test 1 ម៉ោងគឺយុវទុកយើងមក web server យើងគឺបានដំណើរការហើយបន្តទៀតយើងធ្វើការកែទៅលើ file ឬក៏ទៅរក file HTML របស់វាគឺយើងឲ្យប្រើ command cd /va /wu/ ហើយយើងប្រើ ls command ហើយយើងហៅមើលហើយធ្វើការ cd ទៅលើ html /ls ដល់ទៀតគឺមានប៉ុណ្ណេះគឺធ្វើការ cd ចូលក្នុងនេះដល់ដល់នេះយើងធ្វើការប្រើ command មួយដើម្បីឲ្យវា enable ដើម្បីយើងងាយស្រួលក្នុងការ edit ទៅលើ HTML ហើយតទៅយើងកាត់ enter មួយយើងប្រើ command ls មួយអូខេឥឡូវនេះយើងបាន HTML មួយហើយដើម្បីយើងធ្វើការរុំទៅលើ code ចូលហើយបន្តទៀតគឺយើងធ្វើការប្រើ base ដើម្បីជំនួយក្នុងការធ្វើthìធ្វើការ say command sp sub មួយ desktop /su 40ជប់យើងធ្វើការមើលទៅលើ folder JSON u 40អូខេហើយ slash ទៀតចាប់កាយ slash ដកគ្នាu 40ជា add IP 192.168.2 ដង slash one slash wu slash html
OK cả enter OK chụp miệng KR stage ในส่วนของนี่ก็คือเขาไว้ในผู้งานอาชีพon course មកជានេះមួយនឹងបានដំណើរទៅពីខាងលើមួយផងទៅក្នុងដល់បច្ចេកវិទ្យាបានដល់ហើយគឺជាគោលគឺជាកំណត់ដែលយើងត្រូវពុះទៅនេះគឺជាការកែនៅក្នុង process នៃការដំណើរទូនេះគឺជាវិសាលដែលយើងត្រូវការពុះទៅលើនេះนะครับជាវិសាលរបស់ខ្ញុំហើយនេះគឺជា IP local របស់ខ្ញុំដែលបានមកពី YouTube បានបោះជា Fox សម្រាប់ដក AI មកគឺមានតែពីក្នុង10ជា0.1ជា40ហើយការនិមោជាក្នុង Play Store មកស្រួលក៏ដល់ទីចុង